ម៉ាស៊ីនបន្សុទ្ធខ្យល់ដែលមានឈ្មោះថា Smart Me Air Purifier 2 ហើយខ្ញុំក៏មកប្រាប់ពីរបៀបនៃការ connect ជាមួយណាម៉ាស៊ីនមួយនេះផងដែរអញ្ចឹងជាដំបូងយើងចូលទៅក្នុង Play Store ឬក៏ App Store យើង search យករក app ដែលមានឈ្មោះថា Smart Me អញ្ចឹងយើងចុចចូលក្នុង app Smart Me លេខហ្នឹងហ្មងដែលយើងទៅបន្តមុនហ្នឹងហើយយើងចុចពាក្យថា agree មកដល់ឡើយនេះគឺយើងត្រូវតែបង្កើត account សិនអញ្ចឹងជាដំបូងខ្ញុំយកពាក្យថា register អញ្ចឹង register នេះខ្ញុំត្រូវដូរជាមួយនឹង region ខ្ញុំដាក់ Cambodia ជានៅខាងក្រោមគេហើយកន្លែងនេះគឺត្រូវការដាក់ជាមួយនឹង Gmail អូខេអញ្ចឹងកន្លែង verify code នេះគឺយើងទុកនៅក្រោយគេយើងដាក់ password សិន password គឺ password ថ្មីមិន password Gmail ទេអ្នកនរគ្នាអូខេអញ្ចឹងយើងត្រូវ make sure ថា password របស់វាហ្នឹងគឺត្រូវគ្នាបន្តមកទៀតយើងចុចលើពាក្យថា create កន្លែង I have read and agree ហ្នឹងចុចលើកន្លែងនេះមកបន្តមកទៀតយើងចុចលើកន្លែង verify code នេះពាក្យថាសិនដើម្បីវាសិនកូដពី Gmail ចូលមកក្នុង app មួយហ្នឹងណាអូខេអញ្ចឹងបើសិនជាក្នុងករណីដែលវាអត់លោតចូលហ្នឹងទៅយើងចុចចូលទៅក្នុង Gmail ហ្មងក៏បានដែរវាមកហើយយើង copy ពីហើយយើងយកមកផាសជាមួយនឹងកន្លែង verify ផាសហើយយើងអូសមកខាងក្រោមតិចមកយើងយកទៅ register អូខេអញ្ចឹង app មួយនេះគឺយើងបានបង្កើតរួចរាល់ហើយអញ្ចឹងដើម្បីភ្ជាប់ជាមួយនឹងម៉ាស៊ីនមួយនេះគឺយើងត្រូវបើកម៉ាស៊ីនសិនណាចេញទៅពេល allow while using app ពេលដល់នេះគឺវាឲ្យយើងឃើញឈ្មោះវាតែម្ដងហើយយើងចុចលើសញ្ញា add device ចុចកន្លែងសញ្ញា Bluetooth នេះសញ្ញា Bluetooth នៅកន្លែងនេះអូខេអញ្ចឹងដល់ពេលនេះគឺឃើញម៉ាស៊ីននឹងស្រាប់តែម្ដងចុចលើម៉ាស៊ីននឹងតែម្ដងណាហើយអានេះដោយសារតែវាអត់ support 5G ទេអញ្ចឹងយើងត្រូវការដូរជាមួយនឹងអ៊ីនធឺណិតគឺខ្ញុំយកធម្មតាយើងឆេង Wi-Fi សិនមកណាយកមកសេតុងធម្មតាមកអូខេលេខបន្តទៅទៀតអញ្ចឹងយើងចាំបន្តិចទេដើម្បីឲ្យវា device វា connect ចូលក្នុង app ហ្នឹងអញ្ចឹងដល់តែនេះគឺ device វាគឺបានភ្ជាប់ហើយវាថា device connected ហើយយើងចុចលើពាក្យថា complete មកចាអញ្ចឹងដល់តែនេះគឺយើងចុចលើពាក្យថា agree សម្រាប់ app Smart Me link របស់យើងដែលភ្ជាប់ជាមួយនឹង Smart Me Air Purifier 2គឺរួចរាល់ហើយនៅក្នុង app ហ្នឹងគឺវាសូចេញចិត្តបែបនេះតែទៅជាមួយនឹងសម្ពាធទៅជាមួយនឹងកម្រិតខ្យល់ excellent ឬក៏8អីអញ្ចឹងណាហើយមានកម្រិតបាតារីដូច PM2.5 ហើយកន្លែងនេះគឺយើងអាចសេរីទៅជាមួយនឹង space បានអញ្ចឹងអានេះគឺវាបន្សុទ្ធបានពីនិយាយទៅរហូតដល់45ម៉ែត្រការ៉េអីអញ្ចឹងគឺយើងអាចសេរីបានថាយើងចង់បានប្រហែលជាទំហំប៉ុន្មានម៉ែត្រការ៉េអីអញ្ចឹងណាតែជាទូទៅគឺយើងយក maximum របស់វាហ្មងគឺ45ម៉ែត្រការ៉េឬក៏46ម៉ែត្រការ៉េអីអញ្ចឹងណាហើយបន្តមកទៀតកន្លែងនេះគឺយើងអាច custom បានកន្លែងនេះដូចយើង change ជាមួយនឹង mode វាអញ្ចឹងណាដូចយើងត្រូវការជាមួយនឹង auto mode វានឹងលោតលើអេក្រង់ហ្នឹងឯងហើយសម្រាប់ auto mode ហ្នឹងគឺយើងប្រើសម្រាប់នៅពេលដែលអាកាសធាតុល្អឬមិនល្អមិនគឺវានឹងទៅតាមអាកាសធាតុជាក់ស្ដែងវាទៅឡើងឬកំថយកម្លាំងខ្លួនឯងអីអញ្ចឹងណាអញ្ចឹង sleep mode នេះគឺយើងសម្រាប់គេងពេលយប់អានឹងអត់មានការរំខានដល់អ្នកគ្នាសំឡេងក៏អត់មានដល់យើងធ្វើឲ្យយើងពិបាកក្នុងការគេងអីអញ្ចឹងណាអញ្ចឹងដល់ custom នេះគេต้องជាមួយនឹង function manual ឬក៏ function ហូបបេះដូងដែលវា strong មែនតើមិនថាទៅបរិយាកាសនៅក្នុងបន្ទប់យើង excellent ឬក៏អត់ excellent ទេគឺវានឹងបើជាមួយនឹងកម្លាំងខ្លាំងអញ្ចឹងណាអញ្ចឹងយើងអូសមកខាងក្រោមតិចមកអញ្ចឹងមកដល់កន្លែងនេះវានឹងបញ្ជាក់ជាមួយនឹង temperature indoor អីចឹងណា humidifier ដូចគ្នាហើយ filter ក៏វាបញ្ជាក់ដែរថាយើងប្រើនៅសមប៉ុន្មានអីចឹងណាមាន screen មានភ្លើងអាកន្លែងនេះគឺភ្លើងនៅលើ display វាយើងចង់បិទវាក៏បានបើកវាក៏បានដែរកន្លែងនេះហើយមកវិញទៀតវាមានជាមួយនឹងUV lamp UV ភ្លើង UV នេះយើងចង់បិទវាក៏បានបើកវាក៏បានដែរប៉ុន្តែគ្រាន់តែថាចេះតែต้องជាមួយនឹង Smart Me Air Purifier 2មួយនេះគឺវាប្រើប្រាស់ជាមួយនឹង UV ដើម្បីសម្លាប់មេរោគតែខែយើងត្រូវតែប្រើជាមួយនឹងភ្លើង UV អញ្ចឹងទៅជាមួយនឹង app នៅក្នុងហ្នឹងគឺយើងអាច check ជាមួយនឹង filter បានអញ្ចឹង filter អូខេចឹងនៅក្នុងនេះគឺកន្លែងនេះគឺជាកន្លែងយើង set ជាមួយនឹង timer យើងអាច set timer បានណាកំណត់ពេលបើកពេលបិទអីអញ្ចឹងគឺយើងអាចបិទបើកបានតែខ្លួនឯងនិយាយទៅវាដោយការ schedule អញ្ចឹងយើងបើកពេលណាយើងបិទម៉ោងប៉ុន្មានអីអញ្ចឹងណាយើងអាចកំណត់នៅក្នុង timer list នេះបានអញ្ចឹងតែต้องជាមួយនឹង function នៅក្នុង app ហ្នឹងគឺអត់មានអីច្រើនដល់គ្នាគឺមានតែប៉ុណ្្នឹងទេ